អូខេសួស្តីទាំងអស់គ្នាខ្ញុំឈ្មោះរៀន Web បច្ចុប្បន្នបច្ចេកវិទ្យា Website កំពុងមានការរីកចម្រើនយ៉ាងខ្លាំងហើយការចេះសរសេរកូដ Web បង្កើតជា Website គឺជាជំនាញមួយសម្រាប់នាពេលបច្ចុប្បន្ននេះទាំងអស់គ្នាហើយថ្ងៃនេះខ្ញុំនឹងបើកវគ្គសិក្សាថ្មីសាឡាងមួយគឺការរៀនបង្កើត Website ពីចំណុច0ថាទៅជា Professional អីចឹងណាទាំងអស់គ្នាបាទ តែកុំភ្លេចខំរៀនខ្លួនឯងផងអូខេហើយភាសាដំបូងដែលយើងត្រូវរៀននោះគឺភាសា HTML ឲ្យខាត់ពេលយូរយើងទៅមើលទាំងអស់គ្នាអញ្ចឹងមុននឹងយើងចូលទៅក្នុងការសរសេរកូដយើងត្រូវយល់សិនថា HTML ហ្នឹងគឺជាអ្វីហើយHTML ហ្នឹងគឺមកពីពាក្យថា Hypertext Markup Language បើប្រៀបធៀបទៅនឹងការសង់ផ្ទះ HTML គឺជាគ្រោងឆ្អឹងនៃ website ហើយវាប្រើសម្រាប់កំណត់ថាកន្លែងណាជាចំណងជើងកន្លែងណាជារូបភាពហើយនិងកន្លែងណាជាអត្ថបទហើយអ្នកនរអគ្នាកុំយល់ច្រឡំថា HTML ហ្នឹងជាភាសា programming language ណាគឺវាមិនមែនជាភាសា programming language ទេវាគ្រាន់តែជាភាសា browser ដែលអាចឲ្យយើងមានន័យថាភាសា browser របស់យើងនេះគឺជាភាសា browser របស់យើងបើថាយើងចូលទៅក្នុង YouTube អញ្ចឹងអាហ្នឹងYouTube នេះគឺយើងបង្កើតទៅគឺគេបង្កើតទៅដោយកូដ HTML ឬក៏អាចថាកូដអីផ្សេងទៀតចឹងណាទាំងអស់គ្នាបាទអញ្ចឹងខ្ញុំសូមបិទសិនអញ្ចឹងបន្ទាប់ពីយើងយល់ថា HTML នឹងជាអ្វីហើយឥឡូវនេះយើងនឹងអឺដើម្បីសរសេរទៅលើកូដបានយើងត្រូវ down កម្មវិធីមួយសិនវាកម្មវិធីនោះឈ្មោះថាVS Code VS Code ណាបើពាក្យពេញរបស់វាគឺ VS Code Studio VS Code ច្រឡំអ្នកនរគ្នាVisual Studio Code តែទាំងអស់គ្នាអាចប្រើទៅលើផ្សេងទៀតអ្នកខ្លះគាត់អាចប្រើទៅលើ Node សម្រាប់សរសេរទៅលើភាសាអញ្ចឹងខ្ញុំអត់ប្រើទេខ្ញុំប្រើទៅលើ VS Code អញ្ចឹងណាទាំងអស់គ្នាអញ្ចឹងយើងដើម្បី down បានយើងវាយពាក្យថា VS Code ធម្មតាបងប្អូនគ្នាគឺសរសេរពាក្យពេញរបស់វាក៏បានដែរគឺ Visual Studio Code អញ្ចឹងណាខ្ញុំវាយពាក្យណាចុះ VS Code VS Code download តោះយើងចុច enter មកនេះអញ្ចឹងសម្រាប់ទៅលើពីរនេះអ្នកនរគ្នាចុចមួយណាក៏បានដែរអញ្ចឹងខ្ញុំសុំយកទៅខាងលើហើយអញ្ចឹងនៅត្រង់ចំណុចនេះបើសិនអ្នកនរគ្នាប្រើ Mac down ទៅលើ Mac ទៅបើ Linux down ទៅលើ Linux នៅខាងនេះទៅសម្រាប់ខ្ញុំគឺ down ទៅប្រើ Windows អញ្ចឹងយើង down ទៅលើ Windows ទៅដោយសារខ្ញុំបាន down រួចរាល់ហើយអញ្ចឹងខ្ញុំមិន down ទៀតទេខ្ញុំសូមខ្វែងចោលទៅ download ទៅលើ VS Code ហើយដំបូងឡើងយើងបើកទៅលើVS Code របស់យើងសិនខ្ញុំសូម close សិនអញ្ចឹងយើងវាយពាក្យនៅលើ desktop របស់យើងថាV Visual Visual Studio Code ក៏បានឬក៏ VS Code ធម្មតាក៏បានដែរអូខេអញ្ចឹងវាចេញនៅខាងលើឲ្យយើងបានទេចុច enter មកខ្ញុំសូមរីកធំសិនចាំមកដល់ត្រង់ចំណុចនេះមុននឹងយើងចាប់ផ្ដើមសរសេរទៅលើកូដយើងត្រូវdown ទៅលើ extension មួយសិនដែលមានឈ្មោះថា Live Server អញ្ចឹងហេតុអីបានយើង down ទៅលើextension Live Server អញ្ចឹងដើម្បីដោយសារតែយើងបង្កើតទៅលើ website អញ្ចឹងបើសិនជាយើងបង្កើត website យើងត្រូវសរសេរកូដអញ្ចឹងដល់ពេលយើងសរសេរកូដយើងអត់ដឹងថាអាកូដហ្នឹងលទ្ធផលដែលយើងបានសរសេរហើយហ្នឹងវាចេញរូបរាងបែបម៉េចទេអញ្ចឹងយើងត្រូវ down extension មួយដែលមានឈ្មោះថា Live Server ដើម្បីឲ្យយើងបង្ហាញទៅលើលទ្ធផលនៅលើ browser របស់យើងតែប៉ុណ្្នឹងទេអញ្ចឹងដំបូងយើង down ទៅវាយពាក្យថា Live Server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  នេះអស់នេះ Live Server អ្នកនរគ្នា down ទៅលើនេះមកនេះ Live Server ដោយសារខ្ញុំ down ហើយវាចេញពាក្យថា uninstall បើសិនអ្នកនរគ្នាអត់តាមបាន down ទេវានឹងចេញពាក្យថា install បន្ទាប់ពីអ្នកនរគ្នាចុច install ហើយយើងចូលទៅក្នុងនេះយើងចូលទៅលើ file explorer របស់យើងមកយើងចុចទៅលើហ្នឹងមកតបមកអ្នកនរគ្នាបង្កើត folder មួយយើងបង្កើត folder មួយសិនយើងបង្កើត folder មកអញ្ចឹងសម្រាប់យើងរៀននៅលើមេរៀនទី1ទៅលើ HTML អញ្ចឹងខ្ញុំដាក់ទៅលើ lesson 1តើយើងបង្កើតទៅលើ folder ហើយយើងបង្កើតទៅលើ file HTML មួយសិននេះ
file HTML យើងចុចនៅលើនេះមកឬក៏ mouse ស្ដាំនៅលើ folder less than 1 ក៏បានដែរយើង mouse ស្ដាំនៅលើយើងយកពាក្យថា new file បើសិនជាយើងចង់បង្កើតទៅលើ folder ថ្មីមួយទៀតយើងយកទៅលើពាក្យថា new folder នៅក្នុងហ្នឹងទៅតទៅពីអញ្ចឹងយើងគ្រាន់តែបង្កើតទៅលើ file ទេអញ្ចឹងយើងចុចទៅលើ new file មួយមកបាទតមកនៅក្នុងនេះយើងដាក់ឈ្មោះអីក៏បានដែរប៉ុន្តែត្រូវបញ្ជាក់ថាកូដនឹងជា HTML ដើម្បីឲ្យបញ្ជាក់ថាវាកូដជាកូដ HTML យើងត្រូវដាក់ទៅលើស្អីគេអាហ្នឹងយើងហៅស្អីគេនេះយើងដាក់ចុចនៅពីក្រោយ HTML ចេះអូខេអញ្ចឹងខ្ញុំដាក់ឈ្មោះថា index.html អាហ្នឹងគឺ index.html នេះអាហ្នឹងវាមាន file dot នៅពីខាងក្រោយហ្នឹងអាហ្នឹងគេហៅថា file HTML របស់យើងហើយអញ្ចឹងយើងចុច enter មកអញ្ចឹងយើងបានហើយអញ្ចឹងនៅក្នុង HTML យើងប្រើប្រាស់នៅអ្វីដែលគេហៅថាជា tag អញ្ចឹង tag នៅក្នុងហ្នឹងវាមានសរសេរកូដបង្ហាញរចនាសម្ព័ន្ធដូចជា HTML tag hand tag body tag ឥឡូវខ្ញុំសរសេរកូដមួយមានឈ្មោះថាខ្ញុំសរសេរកូដមួយឲ្យវាបង្ហាញទៅលើលទ្ធផលថាសួស្តីកម្ពុជានៅក្នុង body រួចហើយយើងចុច save មកតោះអញ្ចឹងឥឡូវយើងវាយមួយមកយើងមិនបាច់ចាំសេនេះវាទាំងមូលមកវិញទេយើងគ្រាន់តែដាក់សញ្ញាឧទានមួយយើងចុច enter មកវាមកទាំងអស់ហើយអាកន្លែង title នេះយើងដាក់ឈ្មោះទៅលើtitle code របស់យើងជាស្អីគេខ្ញុំដាក់ថា HTML ចុះអូខេតោះពេលយើងដាក់ HTML យើងសរសេរនៅក្នុង body នេះនៅក្នុង body ហ្នឹងដើម្បីឲ្យវាបង្ហាញទៅលើសួស្តីកម្ពុជាអញ្ចឹងយើងសរសេរនៅក្នុង body តោះអញ្ចឹងដើម្បីសេទៅលើសួស្តីកម្ពុជាបានយើងប្រើទៅលើ tag មួយដែលមានឈ្មោះថា h1 ហ្នឹងមានន័យថាtitle ចំណងជើងធំរបស់យើងណាយើងដាក់ទៅលើ title h1 អញ្ចឹងនៅក្នុង h1 ហ្នឹងវាមានច្រើនទេវាមាន h1 h2 h3 ដល់ h6 អញ្ចឹងទៅអាហ្នឹងវាតាមចំណងជើងធំរបស់យើងណាអញ្ចឹងតែអាត្រង់ហ្នឹងយើងនឹងសិក្សាទៅលើមេរៀនបន្តទៀតអញ្ចឹងយើងគ្រាន់តែបង្ហាញទៅលើលទ្ធផលថាសួស្តីកម្ពុជាមុនសិនឥឡូវខ្ញុំដូរជាភាសាកម្ពុជាមកសួស្តីកម្ពុជាសួស្តីកម្ពុជាចឹងនៅត្រង់ចំណុចនេះដើម្បីឲ្យវាបង្ហាញលទ្ធផលទៅលើ browser របស់យើងបានដូចខ្ញុំប្រាប់ពីមុនហើយយើងត្រូវ download extension live server មួយសិនតទៅពីយើង download extension live server យើងចុច mouse ស្ដាំនៅលើហ្នឹងមកហើយយកពាក្យថា open with live server ឬក៏យើងអាចចុចទៅលើស្អីគេនេះshortcut key របស់វាណាអញ្ចឹងខ្ញុំអត់ចុចទេចុចនៅលើនឹងបន្តតែម្ដងទៅយើងចុច open with live server អញ្ចឹងនេះវាចេញមកហើយនេះ open with live server អូខេចាអាកន្លែងដែលយើងដូរឈ្មោះទៅលើ title មិញនេះ HTML នេះកន្លែងគេដាក់ឈ្មោះថា document ហ្នឹងអាហ្នឹងមានន័យថានៅត្រង់ហ្នឹងឯងគឺយើងដូរឈ្មោះទៅលើដាក់ឈ្មោះទៅលើ browser របស់យើងថាហ្នឹងឈ្មោះស្អីគេអញ្ចឹងនេះដាក់ឲ្យគឺ HTML ហើយអានេះគឺជាលទ្ធផលដែលយើងបានបង្ហាញតើឥឡូវខ្ញុំបញ្យល់មួយទៀតចុះទៅលើ H1 ហើយនិង H2 ហើយដល់ H3 ហ្នឹងវាដល់ H6 ហ្នឹងវាមិនវាខុសគ្នាហ្មងអញ្ចឹងឥឡូវយើង copy កូដនេះមកមិនបាច់ copy ក៏បាន copy មកហើយយើងផាសវាមកផាសឲ្យបាន6ដងមកអូខេឥឡូវបានហើយ1 2 3 4 5 6អូខេអញ្ចឹងយើងដូរទៅលើ extension របស់វាច្រឡំ extension text របស់យើងដាក់នេះ h2 វិញបើសិនជាយើងចង់ដូរវាទាំងពីរសងខាងនេះសងខាងហ្នឹងយើងចុចទៅលើ control D មកបងប្អូនចុច control D មកវានឹងចេញ cursor 2ហើយស្រាប់ឲ្យយើងដូរអញ្ចឹងខ្ញុំដាក់ថា h2 អូខេសុំទោសភាសាយើងចប់អក្សរខ្មែរយើងដាក់អង់គ្លេសវិញមកអូខេយើងដាក់ h2 ហើយយើងចុច enter មកហើយអាត្រង់នេះយើងដាក់ x3 មកx3 មកh2 ទៅx3 ចឹងបងប្អូនគ្នាបញ្ជាក់ថាអានេះវាជាចំណងជើងទី1ចំណងជើងទី2ចំណងជើងទី3អញ្ចឹងវាបន្តគ្នារហូតគឺ h1 h2 h3 វាបន្តពីចំណងជើងរបស់យើងមានន័យថាចេះវាចំណងជើងធំយើងហ្នឹងវាមិនមានទៅលើចំណងជើងមួយទៀតនៅក្នុងហ្នឹងហើយចំណងជើង
ចំណងជើងបន្ទាប់ពីចំណងជើងធំហ្នឹងគឺវាមានចំណងជើងបន្តទៀតចឹងណាចុះយើងទៅមើលទៅលើប្រើស័ព្ទរបស់យើងនេះវាចេញអញ្ចឹងណាបងប្អូនគ្នាចុះវាកន្លែង H1 ដល់ H6 ហ្នឹងមានន័យថាប៉ុណ្ណឹងទេចឹងបងប្អូនគ្នាសួរទៀតថាចុះម៉េចបើសិនជាយើងដាក់ដល់ X7 ឬក៏ X7 ហ្នឹងវាចេញតូចតទៀតចឹងបើសិនជាចង់ដឹងដល់យើងសាកមើលតោះសាកមើលមកយើង copy មួយទៀតមិញយើង copy ហើយ copy មួយទៀតមកនេះ Control D មក Control D មកនេះដាក់ X7 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 វានៅតែអញ្ចឹងប៉ុន្តែយើងសួរថាវានៅលើ browser របស់យើងហ្នឹងវាមានរូបរាងបែបម៉េចដែរអញ្ចឹងយើងទៅមើលទៅក្នុង browser របស់យើងនេះឃើញវាអត់អញ្ចឹងសម្រាប់ take H1 ដល់ H6 ហ្នឹងវាមានតែប៉ុណ្្នឹងណាទាំងអស់គ្នាមានតែ X1 ហើយនិង X6 ទេបើសិនជាយើងចូលទៅដល់ X7 ទៀតគឺវាអត់មានទេទាំងអស់គឺវាចេញមកអក្សរធម្មតាដូច paragraph របស់យើងអញ្ចឹងសម្រាប់ paragraph ហ្នឹងគឺយើងនឹងសិក្សាទៅលើវីដេអូក្រោយតោះឥឡូវបន្ទាប់ពីយើងបានសិក្សាទៅលើ HTML សម្រាប់មេរៀនទី1ហើយអញ្ចឹងជាចុងបញ្ចប់គឺមេរៀនរបស់យើងមានតែប៉ុណ្្នឹងឯងអញ្ចឹងអរគុណសម្រាប់ការតាមដានទាំងអស់គ្នានៅក្នុងមេរៀនក្រោយយើងនឹងរៀនលម្អិតអំពី heading និង paragraph ដើម្បីរៀបចំអត្ថបទលើ website ឲ្យកាន់តែស្អាតអញ្ចឹងណាបងប្អូនមានចម្ងល់អាច comment ខាងក្រោមបានណាបងប្អូនហើយកុំភ្លេចចុច like subscribe ផងដែរជួបគ្នានៅវីដេអូក្រោយអរគុណ